trader ភាគច្រើនតែតែ account នៅពេលយកបកគាត់បាយយើងទៅផ្សាយទៅ CSL បកគាត់ឲ្យបានដល់ TP ហើយបកគាត់ sell វិញផ្សាយទៅ CSL ឲ្យបានដល់ TP អញ្ចឹងដើម្បីដោះស្រាយបញ្ហានេះផងដែរខ្ញុំឲ្យអ្នកនាងពីយុទ្ធសាស្ត្រ Nine AMCRT ដែលជាយុទ្ធសាស្ត្រមួយដែលអ្នកនាងអាចប្រើនៅពេលយកបានហើយខ្ញុំបានយកយុទ្ធសាស្ត្រនេះផងដែរទៅតេស្តក្នុងសប្តាហ៍មុនបាន profit ជាង 3k ដែលសម្រាប់តែអ្នកអត់ចេះសោះមើលវីដេអូនេះហើយក៏ចេះតែដែរមុននឹងដល់វីដេអូផ្សេងនេះចង់បង្កើត account trade ដើម្បីទទួលបានលុយ rebate ត្រឡប់មកវិញចាប់1ដុល្លារក្នុង blog ជាមួយនឹង spread 26ដែលអ្នកអាច scan QR ចែកវីដេអូនៅខាងលើបានដើម្បីធ្វើយុទ្ធសាស្ត្រនេះក៏អបបានតែជាមួយអ្នកនាងចូលក្នុងកម្មវិធី trading view មកបើអ្នកនាងអត់មាន download មួយមកហើយបន្តមកទៀត search indicator មួយនេះដើម្បីឲ្យមានអា candlestick 4 ម៉ោងនេះដូចខ្ញុំអញ្ចឹងណានេះអាច search យើងដាក់ពាក្យថានគរ trader SCRT មានឈ្មោះខ្ញុំនៅនេះមកគាត់ចុចទៅវាមកហើយអ្នកនេះនឹងបាន indicator បែបនេះអ្នកនេះត្រូវដឹងថានៅក្នុងម៉ោង New York នៅក្នុងម៉ោង New York ម៉ោង New York គឺស្មើនឹងម៉ោងពេលខ្មែរគឺពេលយប់អញ្ចឹងមុនម៉ោង 9 យប់ក្នុងករណីឥឡូវមានន័យថាក្នុងករណីផ្សារបើកម៉ោង 5ផ្សារបើកម៉ោង 5មានន័យថាត្រូវចាប់នៅពេលដែលមុនម៉ោង 9 ថ្ងៃផ្សារបើកម៉ោង 5នៅក្នុង forex អញ្ចឹងអ្នកនេះអាចមើលបានអញ្ចឹងចន្លោះម៉ោង 4 គឺវាដើរអញ្ចឹងមានថាផ្សារបើកម៉ោង 5អ្នកនេះត្រូវតែចាប់ម៉ោង 9មានតែចាំដល់ម៉ោង 9 ប៉ុន្តែបើសិនជាផ្សារបើកម៉ោង 6យើងត្រូវចាប់ម៉ោង 10វិញអញ្ចឹងមានន័យថាមិននេះមកមើលចេះអញ្ចឹងឧទាហរណ៍ថាបើសិនជាផ្សារបើកម៉ោង 5អ្នកនេះត្រូវចាប់ម៉ោង 9មានន័យថាយើងគ្រាន់តែចាប់នេះ candle 4 ម៉ោងចាស់របស់វានេះគឺជា candle 4 ម៉ោងចាស់អានេះខ្ពស់បំផុតរបស់វានៅណានេះអានេះយើងនៅក្នុងម៉ោង 8:45 ឬក៏ 20:45 ណាយើងគ្រាន់តែចាប់ candle 4 ម៉ោងចាស់ខ្ពស់បំផុតហើយនឹងទាបបំផុតណាខ្ពស់បំផុតហើយទាបបំផុតមុនម៉ោង 9 កើតឡើងប៉ុន្តែមួយទៀតអ្នកនេះត្រូវប្រយ័ត្នគឺអ្នកនេះត្រូវមើលបើអ្នកនេះតែមាស complex ដាក់ HAU USD ប៉ុន្តែមើល FHCM ណាកុំមើល ON ណាគឺ fake ណាអញ្ចឹងខ្ញុំឧទាហរណ៍ថាឥឡូវយើងអាចដូរត្រឹមនាទី 5 នាទីក៏បានអីក៏បានមើលសិនប៉ុន្តែយើងត្រូវមើល 15 នាទីគាត់ឲ្យយើងដឹងថាចេះមុនម៉ោង 9 កើតឡើងមុនម៉ោង 9 កើតឡើងណាគ្នាឥឡូវឃើញម៉ោង 20:55 នាទីឥឡូវឧទាហរណ៍ថាឥឡូវពេលដែលម៉ោង 9 គេពេលដែលដល់ម៉ោង 9 កើតឡើងនេះម៉ោង 9 កើតឡើងណាអញ្ចឹងយើងគ្រាន់តែម៉ាកមានន័យថាយើងគ្រាន់តែវាស់អា candle ចាស់នេះពេលដែលម៉ោង 9 កើតឡើងវាដើមនេះម៉ោង 9 នេះឥឡូវឧទាហរណ៍ថាវាកើតឡើងណាកើតឡើងនេះអានេះដើរទៅប្រហែលតែ 5 នាទី 10 នាទីទេអញ្ចឹងយើងឃើញថា candle 4 ម៉ោងចាស់របស់វាអត់តមកផ្ដាច់ទេអញ្ចឹងយើងគ្រាន់តែសរសេរដាក់ថា candle 4 ម៉ោងចាស់ខ្ពស់បំផុតទៅជា CRT high ហើយនឹង candle 4 ម៉ោងចាស់នេះទីបំផុតរបស់វាទៅជា CRT low ណាគឺពិតជាអញ្ចឹងមែនអានេះអត់ចាស់អានេះអាថ្មីព្រោះវាដើរចាប់ពីម៉ោង 9 ឡើងទៅអញ្ចឹងបើសិនជាផ្សារអានេះក្នុងករណីផ្សារបើកម៉ោង 5តែបើសិនជាផ្សារបើកម៉ោង 6 វិញត្រូវតែចាប់មុនម៉ោង 10អញ្ចឹងមានន័យថា candle 4 ម៉ោងនៃម៉ោង 10 បិទនៅម៉ោងមែនយើងគ្រាន់តែចាប់ high low ដូចដែលនេះបានឃើញនេះ CRT high ឬក៏ CRT low ចឹងទៅបន្តមកទៀតយើងរងចាំឲ្យវាទៅផ្ដាច់ណាបើសិនជាវាផ្ដាច់ CRT high យើងរក sell ប៉ុន្តែបើសិនជាវាផ្ដាច់ CRT low យើងរក buy ប៉ុន្តែរក buy រក sell បានតោះតែយើងមាន condition ចំនួន 2 ដែលខ្ញុំនឹងបង្ហាញអ្នកនេះអញ្ចឹងនៅក្នុងការរក buy sell នេះយើងអាចប្រើ 15 នាទីនេះជា goal ដើម្បីយើងរកណា candlestick ដើម្បីក្នុងការលេងអញ្ចឹងតតតែចេញរៀងមាន2ប្រភេទខ្ញុំឲ្យមើលរៀងទី1ជាលក្ខណៈ total body soup ហើយរៀងទី2ជាលក្ខណៈ total wick soup មានន័យថាបិទអត់បែកដូចកន្លែងនេះអានេះឧទាហរណ៍កន្លែងនេះគឺជា CRT high ឬក៏ CRT low តែពេលដែលវាបិទអត់បែកហើយវាបិទ candle ចូលមកក្នុងវិញអូខេអាហ្នឹងគឺជាលក្ខណៈ total wick soup តែបើសិនជា total body soup អញ្ចឹង candle ទី1ដូចទៅវីដេអូមុនខ្ញុំបាននិយាយអញ្ចឹងតតែផ្ដាច់មានន័យថាផ្ដាច់ហើយ candle ទី2បច្ច្រាស់ប៉ុន្តែជារៀងពណ៌ក្រហមហើយបិទចូលក្នុងវិញអាហ្នឹងក្នុងករណីនៅខាងលើអញ្ចឹងបើនៅខាងក្រោមវាប្រកាសជាពណ៌ក្រហមឯងពណ៌ខៀវឯងមិនអញ្ចឹងអានេះខ្ញុំចង់មានន័យថាបើសិនជាលក្ខណៈ total body soup គឺបែបហ្នឹងដូចវីដេអូមុនបើសិននេះអត់ច្បាស់អាកន្លែង total body soup ឯងយកទៅមើលបានមានថា candle ទី1បិទធ្លាយទី2បិទបច្ច្រាស់មកវិញអញ្ចឹងបើសិនជាអាធ្លាយនេះបិទភាគច្រើនបើនៅលើគឺធ្លាយទៅជាពណ៌ខៀវបើនៅក្រោមធ្លាយនេះគឺជាពណ៌ក្រហមហើយបច្ច្រាស់មកវិញមានន័យថាម៉េចបើនៅលើបើធ្លាយពណ៌ខៀវហើយគឺបច្ច្រាស់មកវិញពណ៌ក្រហមអញ្ចឹងឧទាហរណ៍នៅក្រោមគឺជាលក្ខណៈវាមាន2លក្ខណៈអញ្ចឹងវាមាន total body soup នេះមួយឬក៏ total wick soup បើ wick soup មានន័យថាវាចោលស្រមោលអាកន្លែង CRT high ឬក៏ CRT low របស់វាមិនមែនបិទធ្លាយទេប៉ុន្តែវាចោលស្រមោលចូលក្នុងជាលក្ខណៈបែបនេះនេះជាលក្ខណៈបែបនេះឃើញនេះឃើញបិទអត់បែកទេឃើញមានន័យថាអានេះគឺជា CRT low ប៉ុន្តែពេលដែលវាទៅប៉ះ CRT low របស់វាទៅគឺមានន័យថាម៉េចបិទអត់បែកចោលស្រមោលមានថាចោលនេះស្រមោលនៅក្រៅហើយ body របស់វាខ្លួនរបស់វាបិទនៅខាងក្នុងតន់កន្លែងហ្នឹងអូខេហើយបន្តមកទៀតនេះទៅរកមើលជាមួយ SMT មានន័យថាម៉េច SMT មានន័យថាបើសិនជាក្នុងចន្លោះនេះឧទាហរណ៍ចង់ថាឥឡូវ7កន្លះរហូតដល់ម៉ោងនេះ 21:00 ម៉ោង 9 នេះអញ្ចឹង candle មួយណាដែលជាអ្នកបង្កើត total soup ឬក៏ total body soup គឺ candle មួយនេះត្រូវអញ្ចឹងយើងចាប់ទាញពី candle មួយនេះមកវិញវាក្នុងចន្លោះម៉ោង 9 ទៅថាឥឡូវក្នុងចន្លោះម៉ោង 9 ទៅម៉ោង 7 កន្លះមុនវិញអញ្ចឹងឃើញថាមាសបានបង្កើតតម្លៃទាបជាងមុនតែបើសិនជាយើងយកទៅមើលប្រាក់វិញអញ្ចឹងប្រាក់គឺអីគេឧទាហរណ៍ឥឡូវយើងចូលទៅលើប្រាក់វិញគឺ HAG USD អញ្ចឹងបើមាសមិញយើងមើល FHCM ទៅកុំមើល ONA អញ្ចឹងប្រាក់ក៏ត្រូវតែមើល FHCM ដែរអញ្ចឹងយើងនឹងឃើញរៀងមួយនេះ
ណាក្នុងចន្លោះម៉ោង9ដូចគ្នាអានេះ7កន្លះដូចគ្នាណាឃើញនេះ7កន្លះដូចគ្នាឃើញប្រាក់វាបាញ់ឡើងលើឃើញប្រាក់បាញ់ឡើងលើតែបើយើងមើលមាសវិញមាសវិញមិនវាបាញ់ចុះក្រោមឃើញអញ្ចឹងមានន័យថាអានឹងគេហៅថា SMT មាសបាញ់ចុះក្រោមប៉ុន្តែប្រាក់បាញ់ឡើងលើអញ្ចឹងយើងហៅវាថា SMT មកអូខេបន្តមកទៀតយើងត្រូវរកមើលថាតើ candle មួយណាជាអ្នកបង្កើតនេះ total soup ឬក៏ total big soup នេះកន្លែងនេះគឺជា total soup តែនេះអញ្ចឹងយើងអាចតាំងកន្លែងនេះគឺជានេះយើងចង់សរសេរថា CRT low ហើយយើងចង់បន្ថែមទៀតបានថា TS total big soup ក៏បានដែរឬក៏ total soup ក៏បានដែរនេះកន្លែងនេះហ្នឹងឯងយើងអាចបង្កើតទាំងកន្លែងនេះបានសរសេរកន្លែងនេះអញ្ចឹង candle មួយនេះជាអ្នកបង្កើតនេះកន្លែងនេះត្រូវឯងអញ្ចឹងបើសិនជា candle នេះអ្នកបង្កើតយើងត្រូវទាញនេះកន្លែងនេះណាត្រូវទាញកន្លែងនេះ body របស់វានេះណាគឺអញ្ចឹងក៏ body របស់វាចាំឲ្យវាមក break ហើយបូកផ្សំជាមួយនឹងខ្សែកណ្ដាលស៊ីវាដូរមកពណ៌ខៀវឬក៏ break របស់វាអញ្ចឹងដូរមានន័យថាម៉េចអញ្ចឹងទៅពេលមានអញ្ចឹងមិនមែនមានន័យថាយើងអាចបាយភ្លាមបានទេណាអូខេយើងត្រូវរងចាំឲ្យវាទី1ទៅផ្ដាច់លើអានេះសិនផ្ដាច់លើអាកន្លែងនេះ candle ដែលបង្កើតទៅជា total week soup ឬក៏ total body soup នេះកន្លែងនេះយើងចាប់វាជា body ណាវា body ចេះគឺអញ្ចឹងក៏វានៅនេះទាញមកស្ដាំទេឲ្យវាចាំវាឲ្យវា break សិនហើយក៏ break ខ្សែកណ្ដាលស៊ីហ្នឹងដូរពីពណ៌ក្រហមទៅពណ៌ខៀវដែរបើខ្សែកណ្ដាលស៊ីអត់តន់ដូរពណ៌ខៀវមានថាលំនោរបស់វានៅតែចុះដដែលអញ្ចឹងគាត់ថា break ប៉ុណ្ណឹងក៏យើងអាចទទួលយកបានប៉ុន្តែយើងត្រូវពូកផ្សំជាមួយនឹងការ break កន្លែងនេះមួយទៀតដើម្បី confirm ឃើញអានេះវានៅអត់តន់ដូរពណ៌ខៀវឯងអញ្ចឹងពេលដែល break កន្លែងនេះហើយអូខេ confirm ហើយកន្លែងនេះក៏ដូរពណ៌ខៀវជាង indicator យើងនេះគឺប្រើ free ទេអ្នកនេះអាចយកមកប្រើបានចុះបើសិនជាឃើញអញ្ចឹងយើងត្រូវធ្វើម៉េចយើងអាចចូលបានប៉ុន្តែយើងចូលនៅក្នុងកន្លែងនេះយើង long នៅ limit នៅត្រង់នេះអាកន្លែងកញ្ចឹងកនេះឧទាហរណ៍ថាបើវាបង្កើតជា total body soup វិញឧទាហរណ៍ថាលក្ខណៈអានេះយើងអត់គិតនៅក្រោមនេះទេឧទាហរណ៍នេះវាអត់ដល់នេះទេឧទាហរណ៍កន្លែងនេះវាអត់ដល់នេះទេឧទាហរណ៍កន្លែងនេះចេះយើងមិនហៅវា total body soup ដូចគ្នាឧទាហរណ៍ថាយើងមិនបានគិតខាងកន្លែងខាងក្រោមនេះកន្លែងនេះវាជាអាកន្លែង CRT low 4ម៉ោងវិញអញ្ចឹងយើងអាចចាប់ក្បាលកន្លែងនេះបាន body កន្លែងនេះបាននេះទាញមកយើងកន្លែង entry នេះកន្លែងនេះយើង entry យើងទាញកន្លែងនេះមកនេះ entry នេះយើងអាចទាញពី body នឹងបានអញ្ចឹងបើវាចូល body soup យើងមើលតើ candle មួយណាដែលអ្នកបង្កើត soup តែបើសិនជាវា total week soup ក៏យើងត្រូវចាប់កន្លែងហ្នឹងដែរដោយសារតែ candle ដែលអ្នកបង្កើត week soup មុនគេគឺ candle នេះអញ្ចឹងយើង entry ក៏យើងនៅកន្លែងនេះដែរអូខេអញ្ចឹងយើងរងចាំឲ្យវា break កន្លែងហ្នឹងឲ្យ break ឲ្យ clear ចេះហើយកន្លែងហើយកណ្ដាលស៊ីហ្នឹងក៏ដូរពណ៌មកខៀវហើយពេលដែលវាប៉ះមកវិញគឺយើងអាចរិះដាក់នេះទៅ swing low ទៅហើយយើង target មួយយក2បានអាហ្នឹងគឺតម្រងCRT ដែលយើងការពារពេល manipulation ហើយអញ្ចឹងគឺយើងអាចប្រើបានបើមិនអញ្ចឹងទេអ្នកនេះ trade អត់មាន confirmation ប៉ុណ្ណឹងទេគឺផ្សារអាចនឹង manipulation របស់យើងមានន័យថាទៅ CSL របស់យើងហើយបានវាទៅដល់ targeting របស់យើងអញ្ចឹងយើងឲ្យវាទៅមកគឺប៉ុណ្ណឹងគឺវាបាន TP ទៅតាមម្ដងអញ្ចឹងនេះថាដឹងដែរយុទ្ធសាស្ត្រនេះគឺអាចប្រើបាននៅម៉ោង New York អ្នកលោតនៅ New York ហើយពេលការ entry គឺអ្នកនាងព្យាយាមធ្វើម៉េច entry នៅក្នុងចន្លោះប្រអប់នេះបានហើយមានន័យថា Q0 របស់វាបានហើយកុំធ្លាយអញ្ចឹង Q0 នៅក្នុងនេះខ្ញុំកែវិញបើសិនជាអត់បានឃើញម៉ោង12ទេយើងអាចកែមកត្រឹម12យប់បាន yes ហើយ candlestick អីដូចគ្នាយើងអាចដូរពណ៌អីបានយើងអាចចូលមកដូរពណ៌នេះកន្លែងនេះបានយើងអាចមាន setting custom យើងចង់បើកត្រឹមតែ4ម៉ោងក៏បាននៅកន្លែងនេះហើយយើងអាចកែ body របស់វានឹងអីបាននេះយើងចង់កែ body របស់វានេះខៀវក្រហមបានអត់អីទេអញ្ចឹងគឺវានឹងដូរនៅស្ដាំនេះទៅជានេះមកអូខេអត់ពិបាកទេដូចគ្នាផងដែរបើសិនជាចង់បង្កើត contract ដើម្បីទទួលបាន rebate ត្រឡប់មកវិញអ្នកនេះ scan ចូលអត់ជា leave video នៅខាងលើបានដើម្បីទទួលបាន rebate ត្រឡប់មកវិញហើយជាមួយ spread ទីមែនតើត្រឹមតែ26ស្ដើងអត់ float អីញញ៉ៃហើយមានរួយត្រឡប់មកវិញទៀតអាហ្នឹងគឺចំណេញមែនតើហើយកុំភ្លេច join Telegram របស់ខ្ញុំផងដើម្បីសិក្សាព័ត៌មានផ្សេងៗអ្នកនេះអាចសិក្សាពីការ trading ផ្សេងៗបន្ថែមហើយកុំភ្លេច like page ឬក៏ follow TikTok account ឬក៏ YouTube អីផ្សេងៗហើយយើងនឹងជួបគ្នាជាមួយវីដេអូក្រោយខ្ញុំបន្តទៀតបាយ